បាទសូមស្វាគមន៍ជាមួយនឹងការវិភាគបាល់ទាត់ Europa League វគ្គ16ក្រុមចុងក្រោយជើងទី1បងប្អូន Manchester United បងប្អូនត្រូវទៅលេងនៅទឹកដីរបស់ប្រទេសអេស្ប៉ាញប៉ះជាមួយនឹងក្រុម Real Sociedad នៅវេលាម៉ោង 12:45 នាទីរំលងអត្រានេះតែម្ដងបាទយប់នេះចាំមើលតើ Real Sociedad ឬក៏ Manchester United ដែលជាអ្នកទទួលជ័យជំនះនៅក្នុងជើងទី1នេះ22បងប្អូនណា2022គឺ Man U បានយកឈ្នះទៅលើ Real Sociedad នេះក្នុងលទ្ធផល1-0ក្នុងដី Real Sociedad និយាយទៅក្រុមទាំងពីរនេះប៉ះគ្នាក្នុង Europa League នៅឆ្នាំ2022នេះគឺឈ្នះទៅវិញទៅមកទេបងប្អូនណាក្នុងដី Man U គឺ Real Sociedad ឈ្នះបាទនៅក្នុងដី Real Sociedad គឺ Man U ឈ្នះបាទ1-0ដូចគ្នាណានិយាយទៅមិនលើសគ្នាប្រហែលទេតាក់ទងប្រវត្តិហើយបើយើងនិយាយអំពី Man U បាទបច្ចុប្បន្នកាលរបស់គាត់5ប្រកួតចុងក្រោយគឺឈ្នះ2ចាញ់2ស្មើ1ណាឈ្នះ2ចាញ់2ស្មើ1ការប្រកួតចុងក្រោយរបស់ Man U បាទគឺចាញ់ទៅលើក្រុម Fulham ដោយបាល់កាត់សេចក្តី11ម៉ែត្រពេលហ្នឹងទីបាទ4-3បងប្អូនដឹងហើយបានធ្លាក់ចេញពីពាន FA Cup ណាបងប្អូនបាទ Man U ធ្លាក់ហើយនៅសល់តែពាន Europa League នេះមួយទេហើយថ្ងៃនេះ Man U ក៏ឈរនៅលេខរៀងទី14បាទនៅក្នុង Premier League មាន33បន្ទុកហើយបើយើងនិយាយអំពីក្រុម Real Sociedad វិញបាទ5ប្រកួតចុងក្រោយរបស់គាត់ក៏អត់សូវល្អប្រហែលដែរគឺឈ្នះ2ចាញ់3បាទឈ្នះ2ចាញ់3ការប្រកួតចុងក្រោយរបស់ Real Sociedad គឺចាញ់ទៅលើ Barcelona ក្នុងលទ្ធផល4-0បងប្អូនណា4-0មិនធម្មតាទេប៉ុន្តែគ្រាន់តែការប្រកួតនោះគឺ Real Sociedad នេះទទួលបានកាត់ក្រហមអញ្ចឹង Barcelona តាមយកតែម្ដងហើយថ្ងៃនេះ Real Sociedad គឺឈរនៅលេខរៀងទី9នៅក្នុង La Liga Santander បាទអញ្ចឹងយើងស្រាប់វិញតាក់ទងប្រវត្តិអាចនិយាយថាក្រុមទាំងពីរនេះគឺអាចថាហាក់ប្រហែលគ្នាគ្រាន់តែថា Man U មានភាពល្អប្រសើរជាងក្នុងការប៉ះគ្នាណាប៉ុន្តែគ្រាន់ថាបច្ចុប្បន្ននេះគឺ Man U បាទរៀងធ្លាក់ជើងបន្តិចបាទក្រោមការដឹកនាំរបស់គ្រូបាទថ្មីលោក Ruben Amorim បាទអញ្ចឹងយប់នេះខ្ញុំជឿថា Man U នឹងព្យាយាមបិទកាន់តែច្រើនដើម្បីទប់លេងនៅក្នុងដីខ្លួនឯងវិញណាព្រោះលេងទឹកដីគេមិនងាយទេហើយតំបន់ប្រយុទ្ធរបស់យើងទាលចិត្តអញ្ចឹងសម្រាប់ Man U យប់នេះខ្ញុំគិតថាស្មើគ្នាបាទអាចនឹងទប់ឲ្យអស់ពីលទ្ធភាពដើម្បីស្មើជាមួយ Real Sociedad បាទនឹងចាំវាយបកវិញនៅក្នុង Old Trafford ទឹកដីរបស់ខ្លួនឯងណាសម្រាប់គូនេះបងប្អូនខ្ញុំរៀបកំណត់ថាស្មើគ្នាសម្រាប់បងប្អូនដែលចង់បើក account ចាក់បាល់អាចជ្រើសរើសជាមួយ website UFABet ដែលឈានមកគេនៅកម្ពុជាអាចចាក់បានចាប់ពី10សេនឡើងទៅលេងជាមួយក្រុមហ៊ុនផ្ទាល់ផ្ដល់ជូនទំនុកចិត្តខ្ពស់ 100% ដល់បងប្អូនជូនពរបងប្អូនហេងខ្ញុំបាទ admin វិចិត្រសូមជម្រាបលាជួបគ្នានៅពេលក្រោយ